ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូថ្មីថ្ងៃនេះយើង continue chapter 3 បន្តនៅ chapter 3 ដែលសិក្សាអំពី digraphs ជាអ្នកផ្សំសំឡេងតែមួយដដែលមុនពេលយើងអនុវត្តនៅមេរៀនថ្មីយើងរំលឹកនៅមេរៀនចាស់ដែលយើងបានរៀននៅក្នុងវីដេអូមុនគឺមេរៀននេះគេមិនចាំទេគឺមេរៀន3ទី1 ch សំឡេងឆទី2 ch សំឡេងខនិងទី3គេ gh សំឡេងកអូខេអញ្ចឹងយើងបន្តនៅមេរៀនទី4របស់យើងដែលសិក្សាពីព្យញ្ជនៈផ្សំសំឡេងតែមួយ digraphs gh សំឡេង f អូខេអញ្ចឹង gh សោតទៀតសោតសំឡេង f ភាគច្រើនវានៅខាងចុងប្រយោគខាងចុងពាក្យណាតោះយើងអនុវត្តបងប្អូនគ្នា l សំឡេងលកន្លែងនេះ au នេះគឺស្រៈ a ណាអាហ្នឹងយើងរៀនចាំពាក្យខ្លះគឺរៀនទាំងក្បួនប្រកបអត់ចេញទេចឹងលអាឡា gat ហ្វឡានិងហ្វឡាហ្វមួយទៀត c សំឡេងខ ou នេះគឺស្រៈអខអខ gh សំឡេងហ្វខនិងហ្វ cough alright ទី3គឺអសំឡេងរៈ ou ស្រៈ a ឃើញឥឡូវស្រអខំស្រៈ a អាហ្នឹងយើងរៀនចាំដែរកន្លែងហ្នឹងរៀងពិបាកបន្តិចពាក្យមួយចំនួនតូចឲ្យវាមិនច្រើនទេណាអញ្ចឹងអរ ou គឺស្រៈ a រអារ៉ា gat gh ហ្វរ៉ានិងហ្វរ៉ាហ្វអូខេ gh សំឡេងហ្វមានប៉ុណ្ណឹងយើងទៅ unit 5មេរៀនទី5ព្យញ្ជនៈផ្សំសំឡេងតែមួយ gat អញ្ចឹង gat មានសំឡេងតែអក្សរ t ចុងក្រោយគេទេគឺថហើយភាគច្រើនមាននៅខាងចុងពាក្យចាឃើញទេតើយើងអនុវត្តទាំងអស់គ្នា l សំឡេងល i គឺ i ល i light gat ថអញ្ចឹង light និងថ light អូខេពេលទី2 s សំឡេងសអក្សរ i គឺស្រៈ i ស i sai gat ថ sai និងថ sight ទី3 b សំឡេងប អសំឡេងរៈបរៈប្រ i នេះគឺស្រៈ i ប្រ i bright gat សំឡេងថ bright និងថ bright អូខេអញ្ចឹង gat សំឡេងមានតែមួយទេគឺសំឡេងថចុងក្រោយគេយើង continue unit 6ទៅមេរៀនទី6ព្យញ្ជនៈផ្សំសំឡេងតែមួយ kn ហ្នឹងគឺសំឡេងអីគេសំឡេងណចឹងគេសក់ kn ទេណណាពីរហ្នឹងសំឡេងតែមួយទេតោះចាប់ផ្ដើមអនុវត្តទាំងអស់គ្នា kn ow o no ពេលទី2 kn i មាន e គឺស្រៈ i នៅ i nai f សំឡេង f nai និង f knife ពេលទី3គឺ kn សំឡេងណា double e ដូចជា ea ដែរស្រៈ e អញ្ចឹងណា e នេះណា e នេះ knife no អូខេវីដេអូទី2នៃព្យញ្ជនៈផ្សំសំឡេងតែមួយរបស់យើង gh សំឡេង f gat សំឡេង th និង kn សំឡេងណមានតែប៉ុណ្ណេះជួបគ្នានៅក្នុងវីដេអូបន្តទៀតប៉ុន្តែកុំភ្លេចអនុវត្តពាក្យបន្ថែមនៅក្នុងសៀវភៅពុម្ពរបស់យើងជម្រាបលាទាំងអស់គ្នា